នេះគឺជាទស្សនវិជ្ជាតាមផ្លូវពីខាងស្រុកកបរិយសំដៅមកហាខាងស្រុកសំរោងណាដែលពុកម៉ែបងប្អូនប្រកាសជាស្គាល់ហើយពីខេត្តថាស្ពានហូឈៀមសំដៅមកខាងស្រុកសំរោងដោយសារផ្លូវនេះមើលទៅរៀងអត់ទាន់ថាមានចាក់បេតុងទេប៉ុន្តែយើងជិះនៅលើផ្លូវគ្រួសហ្នឹងគឺឈៀលមែនតែនដោយសារគេមានទស្សនវិជ្ជាតាក់ពាត់ជុំវិញអូទៅបាន3ម៉ូតូចេះញាក់សាច់មកពុកម៉ែបងប្អូននេះជាផ្លូវមួយដែលចំណាំតែជិះទៅស្ពានថ្នោតទេដែលវាចេញពីបុកលហុងចុងថ្នោតមកគេហៅថាទំនប់ដាច់អ្នកខ្លះហៅថ្នោតដាច់នឹងខាងស្គាល់ខាងណាខាងនេះទំនប់ដាច់ចឹងហើយទំនប់ដាច់បាទរៀងស្ថាប័នស្អាតម្យ៉ាងដែរបងប្អូនហើយគឺយើងជិះទៅឃើញភ្នំឃើញអីណាហើយឃើញទឹកឃើញអីចេញមកលយម្យ៉ាងដែរចឹងសម្រាប់ពុកម៉ែដែលធ្លាប់ជិះតាមផ្លូវហ្នឹងដឹងហើយផ្លូវហ្នឹងខែនេះគឺថាសบายជិះតាមដងគឺសบายភ្នែកមើលណាហើយពុកម៉ែខ្លះទៀតក៏គាត់ទៅលេងនឹងដែរណែបងប្អូនពេលងាយអីគេមានដាក់ឆាត់ដាក់តុកដាក់អីអង្គុយអាំងសាច់អាំងអីមកទៅ relax មួយយ៉ាងដែរណានៅម្ដុំស្ពានខាងក្រោយខ្ញុំដែលខ្ញុំជិះហ្នឹងគឺមានគេមកលេងច្រើនដែរនិយាយទៅកន្លែងហ្នឹងគឺជាកន្លែងមួយដែលជាតំបន់ទេសចរដែរគេទៅសរសើរមកនៅទឹកដីខេត្តតាកែវកន្លែងណាក៏ជាតំបន់ទេសចរដែរឲ្យតែយើងចេះ relax ជាមួយនឹងធម្មជាតិបែបហ្នឹងហើយមានបងអ្នកនេសាទក៏គាត់ចេញទូកចេញអីដាក់ម៉ងដាក់អីចឹងទៅពុកម៉ែបងប្អូនចឹងនេះជាផ្លូវមួយដែលខ្ញុំចង់និយាយថាជិះពីខាងស្ពានហូឈៀមពីស្រុកកបរិយមកសំដៅទៅស្ពានថ្នោតទេបាទសប្បាយជិះតែម្ដងបងប្អូនមើលតែក្រុមខ្ញុំនេះជិះគឺអំភើឲ្យតែម្ដងចឹងអរគុណបងប្អូនសម្រាប់ការទស្សនាគឺបងប្អូនអាចជិះផ្លូវនេះបានបើចង់ឲ្យសប្បាយរីករាយណាអាចមានតរ៉ូនេះដេញចឹងមកអូលយណាបាទបាយបាយ